ចាជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំសូម៉ាលីសូមស្វាគមន៍មកកាន់ Channel របស់នាងខ្ញុំហើយពួកខ្ញុំថ្ងៃនេះបើកឡានប្រហែលជាខ្ទង់40នាទីដើម្បីមកលេងផាកមកកន្លែងដែលជាទូទៅបងប្អូនរាល់តែពេលរដូវផ្ការីកហ្នឹងគឺមានផ្កាស្អាតដោយបងប្អូនបានឃើញក្នុងវីដេអូហ្នឹងអញ្ចឹងដោយសារមួយរយៈនេះប៉ាក្មេកខ្ញុំគាត់ចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់គេហៅថា emergency room អញ្ចឹងណាបងប្អូនខាងប្តីខ្ញុំហ្នឹងគាត់ stress ខ្លាំងហើយខ្ញុំហ្នឹងក៏រៀង stress មើលកូនទូចអញ្ចឹងទៅថ្ងៃនេះពួកយើងបាននាំគ្នាមកអង្គុយលេងនៅសួនគេបងប្អូននៅអាមេរិកគេសម្បូរសួនហើយយើងអាចមកអង្គុយលេងលំហែអារម្មណ៍ហើយមើលគេមើលឯងអញ្ចឹងទៅក៏ភ្លេចគិតអារឿងពិបាកមួយរយៈសិនតំបន់នេះគឺជាតំបន់ដែលសម្បូរអ្នកដែលគេមកលេងហើយនឹងអ្នកដែលគេធ្វើការនៅម្ដុំហ្នឹងគឺបងប្អូនឃើញស្រាប់ហើយនៅនេះគឺជាអគារកន្លែងធ្វើការអគារពាណិជ្ជកម្មអញ្ចឹងទៅបុគ្គលិកដែលគេធ្វើការហើយគេពេលថ្ងៃត្រង់ហ្នឹងគេនាំគ្នាមកអង្គុយទិញបាយមកកញ្ចប់អីអញ្ចឹងទៅដើម្បីមកអង្គុយញ៉ាំដល់គេទៅដល់ម៉ោងទៅធ្វើការវិញគេត្រឡប់ទៅវិញហើយបរិយាកាសនៅសួនហ្នឹងល្អបងប្អូនណាដែលបានមកលេងក្រុងញូវយ៉កកុំភ្លេចមក Madison Square Park មួយនេះបងប្អូនពិតជាមិនខកបំណងទេទោះបីជាខែខ្លះអត់ផ្កាក៏បងប្អូនអាចអញ្ជើញមកសាកល្បងមើលទៅដឹងថាចូលចិត្តហើយនៅតំបន់ហ្នឹងក៏មានកន្លែងលេងច្រើនមានកន្លែង shopping ពួកអីញូវយ៉កបងប្អូននៅកន្លែងណាក៏ shopping ដែរហើយសំខាន់បំផុតហ្នឹងគឺមានកន្លែងលក់ម្ហូបដែលឆ្ងាញ់ដោយបងប្អូនបានឃើញក្នុងវីដេអូហ្នឹងអញ្ចឹងខ្ញុំមានអីញ៉ាំគេហៅ Chicken Vera Cruzអើយបងប្អូនអើយនៅពេលដែលយើងញ៉ាំទៅខ្យល់ទៅសៀកហើយធ្លាក់គេហៅផ្កាទៅចុះមកទៀតណាមើលទៅបរិយាកាសហ្នឹងគឺល្អខ្លាំងមែនតើតពីពួកយើងញ៉ាំហើយសម្រាប់ហើយពួកយើងបានបន្ធូរអារម្មណ៍ច្រើនបន្ទាប់មកបានខ្ញុំនាំកូនបើខ្ញុំមកលេងគេហៅ playground នៅជិតនេះគឺមាន playground របស់កូនក្មេងដែរក៏ប៉ុន្តែចូលទៅបងប្អូនណានិយាយពីកូនក្មេងឲ្យញ៉ៃហើយ playground ហ្នឹងគឺយើងអត់អាចថតរូបបានទេដោយសារសិតតែកូនក្មេងតូចៗអញ្ចឹងយើងត្រូវរក្សាគេហៅភាព privacy របស់កូនទូចហ្នឹងពួកអីបើសិនជាគេថតវីដេអូកូនគេប៉ះកូនយើងក៏យើងអត់សប្បាយចិត្តហើយនៅពេលដែលយើងទៅថតរូបកូនគេក៏មិនម៉ែឲ្យគេអត់សប្បាយចិត្តអញ្ចឹងណាបន្ទាប់មកពួកយើងបានត្រឡប់មកផ្ទះវិញហើយក៏ចង់ថតវីដេអូតាមផ្លូវជូនបងប្អូនទាំងអស់បានទស្សនាថានៅនេះក្រុងគេធំអាគារខ្ពស់មែនតើចាឥឡូវនេះបងប្អូននេះខ្ញុំជិះកាត់កន្លែង Louis Vuitton កន្លែងក្រុមហ៊ុនលក់កាបូបដែលធំហើយនេះកំពុងតែជួសជុលលេបងប្អូនកាបូបធ្វើទៅឡើងប៉ុណ្ណានៃជាអាគារតែម្ដងគេហៅដូចអាគារយក្សអញ្ចឹងណាហើយនៅក្នុងហ្នឹងអត់ទាន់មានការលក់ដូរអីទេនេះគ្រាន់តែជាអាគារដែលគេកំពុងតែជួសជុលនៅខាងក្នុងហ្នឹងឯចំណែកអាគារមួយទៀតដែលនៅជាប់ទល់មុខហ្នឹងបងប្អូនកន្លែងនេះបានគេលក់កាបូបហើយអាគារនេះទល់មុខគ្នាគ្រាន់តែអានេះវាតូចបន្តិចហើយនៅនេះក៏មានលក់គេហៅកាហ្វេរបស់ Louis Vuitton ដែលទើបនឹងបើកណាហើយមានភ្ញៀវជាតិភ្ញៀវអន្តរជាតិមកច្រើនណាបងប្អូននៅតម្រង់ជួរគ្នាគេនេះរៀងតូចបងប្អូនអញ្ចឹងហើយណាមួយទៅបើកហាងកាហ្វេអញ្ចឹងមានគេចង់ស្គាល់ចង់ដឹងពីហាងកាហ្វេគ្រប់គ្នាហើយនៅមុខហាងមានសិក្លូឈរចាំយកភ្ញៀវដូចនៅស្រុកខ្មែរយើងដែរហ្នឹងប៉ុន្តែគេឆាចយើងថ្លៃ1ម៉ោង$60ឯណោះខ្ញុំតាំងពីមកអាមេរិកមិនដែរបានជិះសិក្លូហ្នឹងទេបងប្អូននឹកឃើញថាថ្លៃនោះថ្លៃ1ម៉ោង$60ខ្ញុំសុខចិត្តទៅជិះសិក្លូនៅស្រុកខ្មែរយើងហើយជូនលុយអ៊ំឲ្យបានច្រើនវិញល្អជាងចាឥឡូវនេះពួកយើងបានឆ្លងស្ពានហើយបងប្អូនហើយស្ពាននេះគឺជាស្ពានដែលឆ្លងកាត់រវាងពីកន្លែងដែលខ្ញុំរស់នៅមកទីក្រុងធំគេហៅថាពីមន្ហានទៅ Queen ណាបងប្អូនហើយតែជិះបន្តិចទៅដល់ផ្ទះខ្ញុំហើយខ្ញុំក៏សូមអរគុណច្រើនហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះហើយចាំជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា